ខ្ញុំបាទសូមលំអរកាយគោរពនិងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅថ្ងៃនេះខ្ញុំបាទសូមពំនាំអារម្មណ៍ពុកម៉ែបងប្អូននិងទស្សនិកជនមកតាមដានស្ដាប់នៅជោគជតារិស័យប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការអានជូនជារៀងរាល់ថ្ងៃដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment នៅលេខសំណាងនិងធ្វើការចុច like មួយឲ្យសម្រេចដោយប៉ងគិតប៉ងការងារអ្វីសូមឲ្យជោគជ័យដោយសេចក្តីប្រាថ្នាសាធុសាធុសូមកុំឲ្យខាតពេលយូរសូមរីករាយតាមដានស្ដាប់នៅហោរាសាស្ត្រប្រចាំថ្ងៃច័ន្ទនេះជាមួយ Channel ស៊ូស៊ីខ្ញុំបាទដោយតទៅឆ្នាំជូតកណ្ដុរនោមលៀបនោមសំណាងឧបរាជចិញ្ចឹមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចម៉ោងនោមលៀបសំណាងម៉ោង 5 ព្រឹកដល់ម៉ោង 8 យប់ពណ៌នោមលៀបសំណាងពណ៌សនិងលឿងលេខនោមលៀបសំណាង 48 និង 59 សូមខមមិន 168 យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំជូតនៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លាហើយពិសេសអាចមានដំណឹងល្អថែមទៀតផងក្រៅពីនេះបើមានការប្រកបការងារតែងតែត្រូវចវាយនាយឬអ្នកគ្រប់គ្រងពេញចិត្តដែលផ្ដល់ផលប្រយោជន៍អ្វីមួយឲ្យសប្បាយចិត្តផងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការចម្រើនលូតលាស់និងបើចង់រើសទីកន្លែងលក់ដូរឬផ្លាស់ទីកន្លែងលក់ដូរអ្វីមួយក៏តែងតែផ្ដល់ផលល្អមកវិញផងដែររីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការសោកស្ដាយនិងផ្អែមល្ហែមប្រពៃណាស់ឆ្នាំឆ្លូវគោនោមលៀបនោមជ័យនោមសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនោមលៀបសំណាងម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នោមលៀបសំណាងពណ៌សនិងក្រហមលេខនោមលៀបសំណាងលេខ 11 និង 61 សូមខមមិន 777 យកលៀបសម្បត្តិអភិជនចំពោះឆ្នាំឆ្លូវនៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងតែភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើនលោកអ្នកអាចសម្រុកការងារបានហើយពីព្រោះថាផលជាផ្លែផ្កាហុចមកវិញគួរជាទីកក់ក្ដៅផងចំណែកឯបើជាអ្នកប្រកបមុខរបរជួញដូររកស៊ីវិញតែងតែអាចទាក់ទាញអតិថិជនចាស់ថ្មីឲ្យចូលមកគួរជាទីពេញចិត្តនិងពិសេសបើចង់ផ្លាស់ប្ដូរមុខរបរថ្មីផងដែរនោះក៏សមដោយប្រកបជានិច្ចរាយការធ្វើដំណើរទីជិតឆ្ងាយមានភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ចឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចម៉ោងនៃលៀបសំណាងម៉ោង 5 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នោមលៀបសំណាងពណ៌សនិងផ្កាឈូកលេខនោមលៀបសំណាង 21 និង 82 សូមខមមិន 888 យកលៀបសម្បត្តិអភិជនចំពោះឆ្នាំខាលនៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏តោងតែមានការគិតមុខគិតក្រោយនិងពីព្រោះថាផលអាក្រក់នោះងាយនឹងកើតឡើងជាងសពមួយដងរីឯអ្នកប្រកបមុខរបរជួញដូររកស៊ីក្នុងរយៈពេលនេះមុននឹងចង់បោះទុនអ្វីមួយត្រូវចេះគិតគូរឲ្យបានច្បាស់លាស់និងមុននឹងអនុវត្តជាក្រោយទើបអាចទទួលបានលទ្ធផលសម្រេចល្អប្រសើររីឯសេចក្តីស្នេហាកំឡោះក្រមុំប្រុសស្រីមិនសូវចេះអត់ឱននឹងគ្នាប៉ុន្មានទេម្ល៉េះហើយទើបកើតមានតែរឿងរ៉ាវរកម្មចិត្តចំពោះគ្នាច្រើនហើយពេលខ្លះក៏ត្រូវតម្លើងសរសៃកដាក់គ្នាទៀតផងឆ្នាំថោះទុនសាយមាសបារមីដេជះប្រាជ្ញាឆ្លៀសវៃមានគេជួយជ្រោមជ្រែងអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិនិងមានអំណាចម៉ោងនៃលៀបសំណាងម៉ោង 7 ព្រឹកដល់ម៉ោង 7 ល្ងាចពណ៌នោមលៀបសំណាងពណ៌ទឹកក្រូចនិងសលេខនោមលៀបសំណាង 77 និង 89 សូមខមមិន 779 យកលៀបសម្បត្តិអ្នកមានជន់ខ្ពស់ចំពោះឆ្នាំថោះនៅថ្ងៃនេះទោះបីការប្រកបការងារអ្វីលោកអ្នកងាយឆាប់ប៉ះទង្គិចជាមួយមនុស្សក្បែរខ្លួនក៏បីប្រយ័ត្នប្រយែងបន្តិចទៅពុំមានបញ្ហាចម្រូងចម្រាសណាមួយត្រូវនាំឲ្យឈឺក្បាលរីការរស់នៅក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱននឹងគ្នាខ្លះទៅមានភាពសុខដុមនិងប្រកាសមិនសូវហូរធ្លុះធ្លាយចេញរីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញនៅក្នុងថ្ងៃនេះផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងបន្តិចទៅប្រកាសហូរចូលអាចចិញ្ចឹមគ្រួសារ
រីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនឹងផ្អែមល្ហែមប្រពៃឆ្នាំរោងនិករាជមានរិទ្ធមានអំណាចអ្នកតែងតែមានគំនិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចធ្វើការងារតូចធំមានអ្នកគាំទ្រទំនុកបំរុងសពបែបយ៉ាងម៉ោងនៃលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7យប់ពណ៌នំលៀបសំណាងពណ៌បៃតងនិងក្រហមលេខនំលៀបសំណាង77និង99សូមខមមិន168យកលៀបសម្បត្តិមហាលួងសម្ពោះឆ្នាំរោងនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផងដែរចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្ដូរមុខរបរថ្មីជាឱកាសល្អប្រពៃផងដែរព្រោះថាអាចនឹងមានការជឿនលឿនគ្រាន់គួរសមរាយការណ៍ធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរជាទីកក់ក្ដៅផងឆ្នាំម្សាញ់ពោះទេវតានាំលៀបអបរាជចិញ្ចឹមមានជ័យជំនះមានមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នាំលៀបសំណាងខ្មៅនិងសលេខនាំលៀបសំណាង6999សូមខមមិន168យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំម្សាញ់ក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកស្រុតចុះដូច្នេះបើចង់ធ្វើអ្វីមួយក៏តោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបបញ្ហាអាក្រក់មិនអាចចូលមកដល់សម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីនៅសារថ្ងៃនេះយូអ៊ុនកំពុងដាក់ស្រាប់ប្រឡោះហើយធ្វើឲ្យមានក្រុមមនុស្សតាមឈ្នានេះនឹងព្យាបាទច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបជៀសផុតពីចំនួនវិវាទទាំងពួងនេះទៅរួចសម្រាប់សម្ព័ន្ធភាពស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតគ្នាក្នុងផ្លូវអាក្រក់ច្រើនធ្វើឲ្យមានការកម្មរកោសឥតទៅស្រួលចិត្តប៉ុន្មានឡើយឆ្នាំមមីសេះមេតបនំលៀបអបរាចិញ្ចឹមមានសំណាងឈ្នះរាល់មាសត្រូវគ្រប់ច្រកល្ហកឡើងបនឡើងសាក់ឡើងទុនទីម៉ោងនំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នំលៀបសំណាងពណ៌ប្រផេះនិងបៃតងលេខនំលៀបសំណាងលេខ20និង66សូមខមមិន999យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំមមីនៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងនិងគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយពីព្រោះថាផលលំបាកងាយធ្លាក់មកត្រូវរែកប៉ុណ្ណាសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីមិនថាការជួញទីជិតឆ្ងាយនៅក្នុងថ្ងៃនេះមានភាពប្រទែងប្រទើច្រើននិងពិសេសឲ្យប្រយ័ត្នចំនួនវិវាទកើតឡើងរីការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្ថិភាពប៉ុន្មានទេពិសេសឲ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំគប្បីយកភាពចាញ់ឈ្នះដាក់ក្នុងចិត្តច្រើនពេកបើពុំនោះទេនឹងកើតមានបញ្ហាប្រទែងប្រទើឥតឈប់ឈរឡើយឆ្នាំមមេពពេមាសបរមីដេជះមានលៀបមានសំណាងคล้ายជាមហាសិទ្ធិមហាសាលម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌ខ្មៅនិងស្វាយលេខនាំលៀបសំណាង19និង29សូមខមមិន555យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំមមេនៅថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ដូច្នេះផ្ដល់ផលល្អសម្រាប់ស្ត្រីក្នុងការចាត់ចែងការងារអ្វីមួយពីព្រោះថាផលល្អតែងតែហុចមុខវិញផងសម្រាប់នៅក្នុងថ្ងៃនេះផងដែរដោយសារដួងរាសីឡើងខ្ពស់ដូច្នេះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការចម្រើនលូតលាស់និងទទួលបានជោគជ័យល្អប្រសើររីឯការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីប្រចង់ផ្សំគុំគ្រួសារជាឱកាសល្អប្រពៃបំផុតនិងបើមានចំនួនវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផងឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងតែបានសម្រេចតែនឿយបន្តិចម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងខ្មៅលេខនាំលៀបសំណាងលេខ1និង69សូមខមមិន999យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំវោកនៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬមានរឿងអ្វីមួយនាំឲ្យសប្បាយចិត្តផងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីលៀបដែលធ្លាប់បោលហួសរំលងឬក៏ហោះរំលងនោះអាចឆោងចាប់បានខ្លះៗវិញហើយរីឯការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេល
ទៅនឹងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំគុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែសម្រេចជោគជ័យដោយគោលបំណងឆ្នាំរកាមួនភ្លើងពណ៌មាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងតែស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នាំលៀបសំណាងពណ៌ខ្មៅនិងសលេខនាំលៀបសំណាង6999សូមខមមិន899យកលៀបសម្បត្តិគេហបតីចិនខ្ពស់ចំពោះឆ្នាំរកានៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងនិងយកចិត្តត្រជាក់ដាក់ខ្លួនឲ្យបានមានកម្រិតខ្ពស់ទើបមានបញ្ហាចោទឡើងរាអ្នកប្រកបមុខរបរជួញដូររកស៊ីបើចង់បោះទុនអ្វីមួយកុំតក់ក្រហល់ឡើយបើពុំនោះទេនឹងជួបរឿងសោយអស់ប្រាក់កាសពីខ្លួនត្រូវមកដេកស្ដាយក្រោយជាពុំខានរាការធ្វើដំណើរទៅទិសឦសានឲ្យប្រយ័ត្នបញ្ហាក្រក់ចូលយាយីបន្តិចរីបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានដំណើរការប្រែប្រួលផ្លាស់ប្ដូរពីងាយទាំងផ្អែមល្ហែមនិងងាយទាំងទាស់ទែងគ្នាផងដែរឆ្នាំចសុណក់មានលៀបមានសំណាងពោពេញដោយសុភមង្គលជាពិសេសអនាគតក្លាយជាសេដ្ឋីកហបតីឬអភិជនចិនខ្ពស់ម៉ោងនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងពណ៌សលេខនាំលៀបសំណាង77និង89សូមខមមិន779យកលៀបសម្បត្តិអ្នកមានជនខ្ពស់ចំពោះឆ្នាំចថ្ងៃនេះទាំងស្ត្រីទាំងបុរសធ្វើអ្វីមួយក៏ដោយតែតែជួបលើកំណាត់ផ្លូវតានតឹងដោយមានសភាពពិបាករស់ទៅមុខព្រោះជួបតែបញ្ហាប្រទែងប្រទើហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរាការរស់នៅលោកអ្នកមានបញ្ហាច្រើននៅលើបញ្ហាប្រកាសដូច្នេះចូលប្រយ័ត្នកើតមានចំនួនណាមួយព្រោះតែបញ្ហានេះរាការប្រកបមុខរបរជួញដូររកស៊ីជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញទីចិត្តឆ្ងាយទៀតសោតជួបតែភាពរកម្មរកោសមិនស្ទើរទេរីបញ្ហាសម្ព័ន្ធភាពស្នេហាប្រុសស្រីមានការប្រែប្រួលដូរផ្លាស់ព្រោះជួនកាលក៏ល្អទៅជួនកាលក៏អាក្រក់នាំខ្វាយខ្វល់ជាញឹកញាប់ឆ្នាំកោជ្រូកនាំលៀបសំណាងនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតក្លាយជាអ្នកមានស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌បៃតងនិងក្រហមលេខនាំលៀបសំណាង77និង99សូមខមមិន168យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំកោនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរហេតុនេះបើចង់ធ្វើអ្វីក៏តែងតែផ្ដល់ផលជាផ្លែផ្កាមកវិញគ្រួនជាទីពេញចិត្តផងរីការរស់នៅមានភាពសុខដុមនិងក្នុងរង្វង់គ្រួសារបើមានបញ្ហាចំនួនវិវាទជាពេលវេលាល្អក្នុងការដោះស្រាយផងរីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញនៅក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបចំនួនអ្វីមួយជាឱកាសល្អប្រពៃបំផុតរាការធ្វើដំណើរទៅជាតិឆ្ងាយតែងតែជួបក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយពេលនេះជាពេលវេលាល្អក្នុងការផ្សំគុំគ្រួសារបំផុត